ខ្ញុំមានបញ្ហាជាប់គាំងជាមួយនឹងបញ្ហាជីវកម្មរបស់ខ្ញុំដោះស្រាយអត់បានខ្ញុំធ្វើមិនក៏អត់ចេញជាពាក់គេកាន់តែច្រើនទៅប៉ុន្តែចំណូលដែលខ្ញុំទទួលបានខ្ញុំទប់ចំណាយអត់កើតសូម្បីតែខ្ញុំមានផ្ទះជួលខ្លួនឯងហើយមានប្រាក់ខែដែលគួរសមហើយខ្ញុំមានចំណូលច្រើនច្រកហើយតែខ្ញុំនៅតែដោះស្រាយបញ្ហាទាំងអស់ហ្នឹងអត់បានទៀតតែខ្ញុំគួរធ្វើមិនទៅខ្ញុំពិបាកចិត្តខ្លាំងមែនតើនេះគឺអត់ដឹងថាត្រូវធ្វើមិនអត់ដឹងថាត្រូវដោះមិនអត់ដឹងថាគួរតែទៅរកអ្នកណាដើម្បីប្រឹក្សាយោបល់ពាក់ព័ន្ធទៅនឹងបញ្ហាទាំងអស់នេះគឺបើសិនជាបងប្អូនទាំងអស់គ្នាកំពុងតែជួបស្ថានភាពហ្នឹងគឺជាស្ថានភាពដែលខ្ញុំជួបកាលពី5ឆ្នាំមុនបើសិនជាអ្នកទាំងអស់គ្នាចង់មានវិធីនៅក្នុងការដោះស្រាយបញ្ហាហ្នឹងមានវិធីនៅក្នុងការដើរទៅមុខបន្តទៀតដោយមានក្តីសង្ឃឹមអ្នកទាំងអស់គ្នាអាចតាក់ទងចូលមកកាន់ page របស់ពួកយើងផ្ទាល់បានហើយយើងនឹងប្រឹក្សាយោបល់ទៅដល់អ្នកទាំងអស់គ្នាពាក់ព័ន្ធទៅនឹងបញ្ហាដែលបងប្អូនទាំងអស់គ្នាកំពុងតែជួបប្រទះអ្នកខ្លះគិតថាចេះគ្រាន់តែជួបបញ្ហាតិចតួចប៉ុណ្្នឹងសោះចាំបាច់អីយកអ្នកប្រឹក្សាចាំបាច់អីរកអ្នកដែលណែនាំយើងទៅអីអ្នកដែលគាត់បានជួបបានគាត់ដឹងអារម្មណ៍នៅក្នុងការជួបបញ្ហាទាំងអស់ហ្នឹងគឺមានតែអ្នកដែលជួបបញ្ហាហ្នឹងដូចគ្នាដែលគាត់បានយល់ពីស្ថានភាពជាក់ស្ដែងរបស់អ្នកទាំងអស់គ្នាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ទទួលបាននៅច្រកចេញដែលល្អបំផុតដែលអាចធ្វើទៅបានណាអ្នកទាំងអស់គ្នាអាចតាក់ទងចូលមកក្នុង page របស់យើងឬក៏តាក់ទងចូលទៅកាន់លេខ Telegram 016263534បានគឺយើងនៅប្រឹក្សាយោបល់ជូនអ្នកទាំងអស់គ្នាសម្រាប់ទាំងអាជីវកម្មជាប់គាំងហើយនឹងអ្នកដែលមានបញ្ហាជាប់គាំងបំណុលច្រើនអីដែលដោះស្រាយអត់ចេញអត់ដឹងរកវិធីនៅក្នុងការដោះស្រាយបែបណាទេអាចតាក់ទងចូលមកកាន់ page របស់ពួកយើងបន្តបានណា